យើងទេមែនទេកំរឃើញណាស់ដែលពោះវែកដែលមិនចឹកបែបនេះតែថាពស់នោះបែរជាមិនចឹកគាត់ទេបែរជាមិនចឹកគាត់នឹងជួយវេចបន្លាឲ្យគាត់ទៅវិញលើកទី1ហើយដែលយើងឃើញពោះមានទឹកចិត្តបែបនេះអនាគតទៅឯងមុខជាមានអ្នកតាកាន់និងមានសិលជាមិនខានដោយឃើញថាពស់នោះស្លូតពូរ៉េតក៏មិនបានធ្វើបាបវាដែរ ខ្ញុំសុំទោសផងណាពោះវែកមុននេះដោយសារតែខ្ញុំការពារក៏ជ្រុលដៃកាប់ចំកតុយឯងទៅខ្ញុំមិននឹកស្មានតែឯងជាពោះដែលស្លូតបែបនេះសោះឯងទៅចុះប្រយ័ត្នខ្លួនផងណាសត្វពស់ចម្លែកនោះវាក៏បានងក់ក្បាលហើយក៏បានលូនចេញបាត់ទៅឃើញថាថ្ងៃជ្រេក៏កាន់តែខ្ពស់ឡើងពូរ៉េតក៏បានប្រមូលលពាក់ដើម្បីយកទៅផ្ទះវិញនៅផ្ទះពូរ៉េតមកពីបោចលពាក់វិញហើយមែនទេពងនឹងហើយកូនថ្ងៃនេះពុកបោចបានច្រើនណាស់ពងចាំខ្ញុំជួយរែងសង្រេងនិងបង្គាជាមួយពុកចុះសង្ឃឹមថាយើងនឹងធ្វើឲ្យបានកាន់តែច្រើនពេលនោះដែរបណ្ដូលក៏បានកត់សម្គាល់ឃើញថាពងក្បិតពុកដូចជាមានប្រឡាក់ឈាមនឹងហើយពុកបានឆ្កាព្រៃប៉ះចំសត្វព្រៃហ្នឹងណាទើបបានជាប្រឡាក់ឈាមបែបនេះតែកូនកុំបារម្ភអីបាទពងឪពុកកូនទាំងពីរបានយកដើមលពាក់ធ្វើបង្គីរែងចង្រេកបានជាច្រើនហើយថ្ងៃនោះបណ្ដូលក៏បានយកបង្គីទៅជូនពូប្រានៅផ្ទះពូប្រាលោកពូជំរាបសួរខ្ញុំយកឈ្នាងយកមកជូនលោកពូហើយអូអរគុណហើយណាបដុលអាយ៉ាស្នាដៃលបងរ៉េតពិតជាប្រកែមែនមើលចុះមាំឲ្យស្អាតខ្លាំងណាស់បាទអរគុណហើយលោកពូបន្ទាប់ពីបានប្រាក់ពីពូប្រាជ្ញហើយបណ្ដូលក៏វិលទៅផ្ទះវិញដើម្បីទិញត្រីសាច់បន្លែយកទៅធ្វើម្ហូបម្ដងនេះខ្ញុំនឹងធ្វើស៊ុបមាន់ខ្មៅឲ្យពុកពិសាម្ដងពុកកាន់តែចាស់ហើយពិសាអាហារដែលជួយបើកម្លាំងច្រើនបន្តិចទើបល្អពីមួយថ្ងៃទៅមួយថ្ងៃពូរ៉េតនិងបណ្ដូលតែងតែយកលពាក់ច្នៃធ្វើសម្ភារៈស្អាតលក់ជូនអ្នកភូមិគ្រប់គ្នានៅផ្ទះពូរ៉េតកូនប្រុសថ្ងៃនេះពុកនឹងបង្រៀនកូនអំពីការស្លដែកធ្វើកំបិតនិងលំពែងណាមែនទេពុកនេះកូនចង់ចេះស្លដែកយកមកធ្វើកំបិតបថៅយូរមកហើយមែនហើយណាមួយពុកឃើញថាតម្រូវការរបស់បងប្អូននៅក្នុងភូមិក៏មានច្រើនកូនឯងរៀនចេះហើយអាចធ្វើយកទៅលក់តែម្ដងពុកពិតជាប្រកែកណាស់ពុកសង្កេតសភាពការបានយល់គ្រប់កលៈទេសៈពុកមិនមែនប្រកែកទេតែនេះជាវិធីរកស៊ីណាធ្វើស្រែទាន់មានទឹកធ្វើរបស់លក់ត្រូវមើលស្ថានភាពស្របតាមតម្រូវការផងដែរបាទពងនៅក្នុងរាត្រីមួយនៅផ្ទះពូប្រាជ្ញឯនេះវិញហាក់មានអ្វីប្លែកកើតឡើងតើមានរឿងអីចំពោះមន់របស់ខ្ញុំឬមួយក៏មានសត្វសាហាវមកស៊ីទេដឹងពូប្រាជ្ញបានទៅមើលទ្រង់មន់សង្កេតឃើញថាមន់របស់គាត់ជាច្រើនក្បាលត្រូវបានដាច់ជាកំណាត់មានរបួសនិងមានឈាមផងដែរមិនបានទេបើបែបនេះទៀតមន់ទារបស់ខ្ញុំមុខចាហិនហើយមិនខានទេខ្ញុំត្រូវតែដាក់អន្ទាក់វាសិនទៅបានពូប្រាជ្ញបានគិតរកវិធីដាក់អន្ទាក់តែភ្លាមនោះគាត់ក៏បានសម្គាល់ឃើញថាមានសំណក់ពស់នៅក្បែរនោះយ៉ាងធំសំណក់ពស់ធំណាស់សង្ស័យទៅពស់នេះហើយមើលទៅដែលវាបានមកស៊ីមន់ទារបស់យើងនោះយើងត្រូវទៅតាមដានថាពស់នេះវាមកពីណានៅក្នុងរាត្រីបន្ទាប់ពីពូប្រាជ្ញបានឮសំឡេងមាន់ស្រែកយំជាខ្លាំងម្ដងទៀត